ខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាលជួយឲ្យបឹងទីយើងបានតម្លៃបាទបឹងទីថោកតម្លើងបានខែហ្នឹងបងបាទសូមឲ្យជួយទប់ស្កាត់បឹងទីអ្នកចិត្តខាងបាទស្ដាប់តាមការរៀបរាប់របស់គាត់ដល់អួលដើមកនេះធ្វើឲ្យយើងមានការអាណិតពួកគាត់ខ្លាំងណាស់បាទធម្មតាទេមុខរបររកស៊ីអ្វីក៏ដោយតែងតែមាននៅឧបសគ្គតែងតែមាននៅការខាតចំណេញជារឿងធម្មតាបាទហើយនេះគឺជាផ្លូវដែលខ្ញុំហើយនឹងកូនស្រីបានជិះម៉ូតូទាំងម៉ោង5កន្លះព្រឹកបាទឡើងពីព្រឹកទុកអាកូនប្អូននៅផ្ទះឲ្យដេកអត់ទាន់ដឹងខ្លួនទេហើយពីអ្នកកូនបងមកមើលគេរើសបង្គាធ្វើដំណើរមកតាមផ្លូវបបាសិតតែផុកតែល្បាប់តែពេលឃើញវាលស្រែឃើញថ្ងៃរះឡើងទៅពណ៌ធម្មជាតិស្រស់បំព្រងពេលព្រឹកចឹងធ្វើឲ្យបាត់នៅការនឿយហត់ទាំងឡាយហើយមានអារម្មណ៍ថាស្រស់ស្រាយម្យ៉ាងដែរទេសភាពវាលស្រែមានអីខែនឹងស្រស់ស្អាតណាស់ឥឡូវនេះមកដល់កន្លែងពួកគាត់ចិញ្ចឹមទាហើយនេះគឺកន្លែងពួកគាត់បោះជំរំចិញ្ចឹមនៅតាមបន្លាយទឹកនៅក្បែរវាលស្រែគេហ្នឹងនៅមិនឆ្ងាញ់ផ្លូវប្រហែលតែប្រហែលជា1គីឡូម៉ែត្រជាងទេហើយនេះយើងមកដល់ហើយមកដល់កន្លែងបងម្ចាស់ទាដែលខ្ញុំនឹងជួបសម្ភាសគាត់នៅពេលបន្តិចទៀតនេះបាទរើសអស់ហើយដឹងអត់ទាន់រើសហ៎អូមើលនេះបងទាបាទនិយាយទៅមុខរបរចិញ្ចឹមទាជាប្រភេទមុខរបរដែលជួយផ្គត់ផ្គង់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋជាច្រើននៅតាមជនបទហើយការចិញ្ចឹមទាប្រភេទនេះមិនដូចនឹងការចិញ្ចឹមទានៅក្នុងកន្លែងតែមួយកន្លែងទេដូចជាយើងចិញ្ចឹមនៅផ្ទះឬក៏ចិញ្ចឹមនៅក្នុងទ្រុងឯជាដើមព្រោះថាការចិញ្ចឹមបែបនេះម្ចាស់ទាតែងតែដេញទារបស់ខ្លួនឲ្យទៅរកស៊ីតាមវាលស្រែឬក៏តាមអូរតាមព្រែកតាមដងទន្លេតាមឬក៏តាមខេត្តផ្សេងជាដើមពួកគាត់តែតែធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដើម្បីស្វែងរកកន្លែងណាដែលអាចមានចំណីដើម្បីផ្គត់ផ្គង់ដល់ទារបស់គាត់តែតាមកន្លែងដែលពួកគាត់ទៅដល់ម្ចាស់ទាត្រូវតែទៅបោះជំរុំឬក៏បោះតង់រយៈពេល1ខែ2ខែឬក៏ពេលខ្លះរហូតដល់3ខែនោះដើម្បីឲ្យទារបស់គាត់ស៊ីចំណីក៏ដូចជាពងឲ្យនៅទីនោះបាទប៉ុន្តែនៅពេលដែលកន្លែងនោះអស់ចំណីឲ្យទារបស់គាត់ស៊ីអញ្ចឹងពួកគាត់ត្រូវផ្លាស់ទីទារបស់គាត់ពីកន្លែងនោះទៅកាន់កន្លែងថ្មីទៀតហើយការធ្វើដំណើរបែបនេះវាទាមទារនៅការអត់ធ្មត់ការប្រើកម្លាំងច្រើនហើយក៏ដូចជាការចំណាយលុយក្នុងការដែលត្រូវដឹកឬក៏ជួលរថយន្តដឹកទាពីកន្លែងមួយទៅកន្លែងមួយបាទហើយមុខរបរប្រភេទនេះគឺនិយាយទៅពេលខ្លះបើសិនជាមិនទាន់ដល់រដូវដែលគេច្រូតកាត់ទេគឺថាគាត់ត្រូវចំណាយលុយច្រើនដែរដើម្បីផ្គត់ផ្គង់នៅចំណីដល់ទារបស់គាត់ពេលខ្លះការចិញ្ចឹមមានជួបនៅការលំបាកហើយចំណាយទុនច្រើនប៉ុន្តែពេលដែលបានពងមកលក់នៅក្នុងតម្លៃថោកអញ្ចឹងហើយបានជាបរិយាចុងក្រោយនេះតម្លៃពងទាបានធ្លាក់ចុះយ៉ាងខ្លាំងដែលបណ្ដាលឲ្យម្ចាស់អ្នកចិញ្ចឹមទាមួយចំនួនជួបនៅបញ្ហាសេដ្ឋកិច្ចគ្រួសារមិនអាចរកចំណូលឬក៏រកប្រាក់ចំណេញបានដូចមុនទៀតអញ្ចឹងហើយបានជាពួកគាត់ចង់ស្នើសុំឲ្យរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ឬក៏ចាត់វិធានការយ៉ាងណាសម្រួលនៅក្នុងទីផ្សារដើម្បីកុំឲ្យតម្លៃពងទានៅក្នុងស្រុកបាទធ្លាក់ចុះពេកនិងរក្សាឲ្យមាននៅស្ថិរភាពព្រោះថាការគ្រប់គ្រងពីរាជរដ្ឋាភិបាលក៏ដូចជាពីសហគមន៍ជាដៃគូនៅក្នុងស្រុកនឹងជួយឲ្យតម្លៃពងទារបស់ពួកគាត់នឹងមានស្ថិរភាពហើយការចិញ្ចឹមរបស់គាត់មិនជួបនៅហានិភ័យក៏ដូចជាជួបនៅវិបត្តិខាងសេដ្ឋកិច្ចបាទព្រោះដូចយើងឃើញស្រាប់ហើយថាការចិញ្ចឹមទាច្រើនរាប់រយរាប់ពាន់ក្បាលអញ្ចឹងទាមទារនៅការប្រើកម្លាំងច្រើនបាទមានក្នុងក្រុមគ្រួសារខ្លួនឯងឬក៏ពេលខ្លះយើងអាចជួលអ្នកជួយខ្វៀលជួយមើលជួយឲ្យចំណីហ្នឹងពីខាងក្រៅមកដែរបាទអញ្ចឹងទាមទារការប្រើកម្លាំងការប្រើលុយកាក់អីច្រើនដែរដើម្បីចិញ្ចឹមទានឹងបានផលបាទការរើសពងនិងការរើសអីជាដើមហ្នឹងបាទហើយនៅកន្លែងគាត់ចិញ្ចឹមនេះគាត់ដេញមកកន្លែងវាលស្រែនេះគឺគាត់ព្រឹកឡើងគាត់រើសពងរើសអីហ្នឹងគឺថាមានម៉ួយអីគេមកយកនៅដល់កន្លែង
គាត់ចំនឹងតែម្ដងបាទมันពិបាកគាត់ដឹកយកទៅឲ្យម៉ួយនៅកន្លែងទីផ្សារឬក៏កន្លែងណាត់នៅណាទេបាទបានន័យថាម៉ួយមកណាត់ជាមួយគាត់ដើម្បីសុំទិញពងទាគាត់ពីកន្លែងនឹងតែម្ដងបាទហើយនៅក្នុងពេលនេះដែរដើម្បីស្វែងយល់អំពីការចិញ្ចឹមទាបែបពនេចរឬក៏ថាបែបបំលាស់ទីដូចជាការចិញ្ចឹមរបស់គាត់យ៉ាងណានោះសូមទៅជួបនៅការសម្ភាសរបស់ខ្ញុំបាទជាមួយគាត់ដូចតទៅបាទជំរាបសួរបងបាទជំរាបសួរបងបាទបងឈ្មោះអីដែរហើយស្រុកកំណើតនៅណាដែរបងបាទខ្ញុំឈ្មោះហងវិឆ័យនៅឃុំតាស្ដេចស្រុកព្រាមជើខេត្តព្រៃវែងបងបាទហើយបងជាម្ចាស់កសិដ្ឋានចិញ្ចឹមទាហ្នឹងមែនបងបាទបងបាទឮថាទាបងហ្នឹងចិញ្ចឹមដេញយើងឆ្លងខេត្តពីមួយខេត្តមួយទៅខេត្តមួយអាហ្នឹងជាការពិតមែនទេបងបាទបងបាទកន្លែងណាដែលមានទឹកទុំខេត្តណាទឹកទុំយើងដឹកយកទៅនងបងដឹកយកទៅនងមកបានន័យថាដឹកវាទៅឲ្យស៊ីចំណីនៅនងបាទដឹកនឹងឡានមែនទេជួលនឹងឡានគេបងជួលនឹងឡានគេដឹកឆ្លងខេត្តហ្មងបាទហើយទៅមកកន្លែងអញ្ចឹងយើងចំណាយពេលរយៈពេលប៉ុន្មានដែរដើម្បីស្នាក់នៅនោះបងបាទពីព្រៃវែងទៅបាត់ដំបងហ្នឹងឡានគេយកមកជើងគេយកមកលៀនជាងហ៎បងហើយរយៈពេលយើងទៅហ្នឹងព្រឹកទៅដល់ហ្នឹងល្ងាចម៉ោង4ម៉ោង5បាទហើយយើងទៅសម្រាប់ឲ្យវាស៊ីហ្នឹងប្រហែលជារយៈពេលប្រហែលចង់និយាយថាប្រហែលកន្លែងបានមួយខែជាងបងមួយខែជាងអាហ្នឹងវាអាស្រ័យលើអីដែរបងអាស្រ័យលើគេចាប់ដើមធ្វើវិញហ៎បងគេចាប់ដើមធ្វើវិញបាទអស់កន្លែងស៊ីយើងទៅកន្លែងថ្មីបងចង់បានន័យថាពេលគេច្រូតស្រូវយើងយកដេញទាហ្នឹងទៅឲ្យស៊ីបាទច្រាំងហ្នឹងមានកូនសត្វមានស្រូវមានអីនៅសល់ហ្នឹងបាទបងបាទការចិញ្ចឹមទាយកពងហ្នឹងរយៈពេលប្រហែលបានយើងអាចប្រមូលផលបានបងបើយើងដាក់កូនតាមវាទូចមករយៈពេល5ខែបានវាឲ្យផលបង5ខែបានឲ្យផលណាបាទ5ខែបានឲ្យផលរៀងយូរដែរហើយក្នុងការចំណាយមិនដែរបងបាទចំណាយហ្នឹងគឺអស់ច្រើនបងច្រើនវាក់សាំងផងហើយចំណីផងនាំតែវាបានផលមកគឺវាយូរខែដែរចឹងបងបាទបើពងបានថ្លៃក៏បើពងថោកគឺខាតជាពាក់គេដែរបងហើយឃើញបងឲ្យចំណីហ្នឹងដូចជាពាក់កដាលចំណីពាក់កដាលស្រូវបាទតែស្រូវផងចំណីផងណាបាទបងបាទអញ្ចឹងយើងលាយគ្នាមិនមែនចំណីសុទ្ធទេបានន័យថាធម្មជាតិខ្លះចំណីបំពន់ខ្លះហើយបើពេលមានគេច្រូតស្រូវច្រូតអីហើយអញ្ចឹងយើងដេញឲ្យស៊ីក្នុងស្រែហ្មងបាទពេលដែលមានស្រូវគេច្រូតអញ្ចឹងយើងដេញចូលស្រែយើងអត់ចាក់ចំណីទេយើងធម្មជាតិសុទ្ធបាទធម្មជាតិសុទ្ធហ្មងបាទតែហ្នឹងដោយសារតែឥឡូវស្រូវអត់ទាន់ទុំណាបងប្អូនណាឃើញស្រូវអត់ទាន់ទុំប្រហែលជាកន្លះខែទៀតមើលទៅឃើញទុំចេញបាទបងហើយទាបងទាំងអស់នោះប្រហែលដែរបងប្រហែលក្បាលដែរទាខ្ញុំមេពងនេះ4800ហើយកូនទានេះមេសានេះ2000បងមេសាវនេះតែពណ៌នេះពណ៌សាវនេះពណ៌ខ្មៅវិញបងណាបាទពណ៌ខ្មៅមែនពងបាន1000ហើយបងពណ៌បាន1000ណាពងបាន10គ្រាប់បង10គ្រាប់ឯងបងបាទតំធាន10គ្រាប់ឯងបងតំធានបាន10គ្រាប់ហើយចង់និយាយថាវាទឹមធំទឹមសាវទឹមពងត្បូងបាទអូខេបងហើយចុះទាដេញពេញវ័យនេះឥឡូវហ្នឹងក្នុងមួយថ្ងៃពងបានប្រហែលជាប្រហែលគ្រាប់ដែរបងពងបាន1000ជាងបង1000ជាងបាទហើយ1000ជាងហ្នឹងបើយើងផាត់ចំណីប្រចាំថ្ងៃហើយនឹងជាមួយនឹងពងទាហ្នឹងតើអាចចំណេញបានប្រហែលដែរបងអត់ចំណេញផងបងបើបាន2000អាហ្នឹងបានរួចខ្លួនបើយើងចាក់ចំណីមួយថ្ងៃដាច់800,000ទេបងនិយាយចឹងរៀងចង់ឆ្ងល់ចង់និយាយតែឥឡូវទាយើងបាន1000ជាងហ្នឹងអស់ទា4008បង4008បើតែវាមិនទាន់បានន័យថាវាអត់ទាន់ពងបានទាំងអស់ហ៎បាទបងបាទបើសិនជាវាពងបានទាំងអស់អាហ្នឹងយើងចំណេញបាទបងបាទបាទហើយមួយទៀតតើតើនឹងការចិញ្ចឹមទាហ្នឹងដែរបើសិនជាយើងចិញ្ចឹមនៅស្រុកយើងធ្វើត្រង់ចិញ្ចឹមនៅផ្ទះហើយនឹងចិញ្ចឹមដេញពីខេត្តមួយទៅខេត្តមួយឬគឺពីកន្លែងមួយទៅកន្លែងមួយចឹងអាហ្នឹងមួយណាវាចំណេញជាងបងក៏ទៅម្យ៉ាងម្នាក់បងបើសិនគេចាក់ចំណីនឹងត្រង់ហ្នឹងពងថ្លៃបាន40ជាងអាហ្នឹងគេម្យ៉ាងដែរបើសិនជាពងថោកអ្នកដែលចាក់ចំណីក្នុងត្រង់ហ្នឹងចាញ់អ្នកដេញវាលអ្នកដេញវាលវិញបាទបើអ្នកដេញវាលទោះពងថោកទោះពងថ្លៃវាបានចំណេញតិចតួចរហូតចឹងបងបាទដោយសារតែការចំណាយវាតិចបាទចំណាយតិចបាទបងបាទបាទហើយចឹងពេលដែលបងមកដេញតាមវាលអីចឹងបានន័យថាទាំងគ្រួសារទាំងអីយើងមកជាមួយគ្នាស្នាក់នៅអីនៅនឹងចាំទៀងហ្មងបាទបងបាទមកជុំគ្នាបងហើយបងប្រកបមុខរបរហ្នឹងរយៈពេលប្រហែលឆ្នាំដែរបងរយៈពេល12ឆ្នាំហើយបង12ឆ្នាំហើយចឹងបានន័យថាបទពិសោធន៍ពេញខ្លួនបាទអញ្ចឹងអត់មានអីច្រើនទេចោលតើបងមានអីបន្ថែមពីលើនឹងទៀតទេបងបាទខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាលជួយ
ឲ្យពឹងទីយើងបានតម្លៃ បាទ ពឹងទីថោកតម្លៃបានខែហ្នឹងបង បាទ សូមឲ្យជួយទប់ស្កាត់ពឹងទីអ្នកចិត្តខាង បាទ មានប៉ុណ្ណឹងបងអរគុណ បាទអញ្ចឹងបានន័យថាពងទាណាខ្ញុំសូមបន្ថែមតិចដល់លើប្រសាសន៍បងនិយាយអញ្ចឹងបានន័យថាពងទាយើងវាមុនថោក បាទពេលធ្លាក់ថោកអត់ថោកប្រហែលជាប្រមាណបងអាចបង្ហាញបាន មួយគ្រាប់បានតែ260បង មួយគ្រាប់បាន260បានន័យថាថោកណាអញ្ចឹងថោកមែនតើណាប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលបិទអាការនាំចូលអីមួយចំនួនហ្នឹងគឺថាពងទាយើងបានឡើងថ្លៃគួរសមបង បាទ ឥឡូវយើងអាច បានថ្លៃតែខែហ្នឹងទេបង បានថ្លៃតែខែហ្នឹង បងបាទ បាទ តែសបោតិចទៀតគឺចុះដល់270ទៀតទេ អូឥឡូវខែហ្នឹងដែលយើងបានថ្លៃថ្លៃខ្លាំងក្នុងខែហ្នឹងយើងបានលក់បានតម្លៃប្រហែលដែរបង បាន41 42បង បាទ41 42 បាទ បាទ បានតែរយៈពេលតែមួយខែហ្នឹងចាប់ដើមចុះវិញហើយ អូ41 42បានន័យថា10គ្រាប់4100ឬក៏4200មែនទេ បាទបងបាទ ហ្នឹងហើយ4100ឬក៏4200រៀលបង បាទ អញ្ចឹងសូមបងប្អូនយើងទាំងអស់គ្នាណាបងប្អូនជាជនជាតិខ្មែរយើងត្រូវតែគ្រប់គ្រងនៅផលិតផលជាតិរបស់យើងដោយសារតែពងទារបស់គាត់នេះចិញ្ចឹមទៅក៏ជាលក្ខណៈពាក់កណ្ដាលធម្មជាតិដែរអញ្ចឹងហើយបន្តិចទៀតគឺថាធម្មជាតិសុទ្ធតែហ្មង បាទ